đọp ní đọp mà lít là chẳng anh ní bạ phai mùi mà lít ôn ngày nay hiểm thưa video mỗi chỉ mùi nâng mà xin bồm phê riếu nâng dương rùa bị sẽ bù lương chan sẽ bù đọc luôn rồi có chi tắc chi ấy rồi có tắc sọt tắc ấy vậy đó chẳng bằng bồn này thôi phê riếu ngày mơ mà xin ní bán hay mà xin ní nó lớn ní việc đã ban bị pram rối tới pram pon năm al miền này ta bị cả lá lít to pram lít đó và đây dương ai cho thầm bay rồi hai bán á chẳng mà xin ní chia và phê phật cho hai bong bóng khơi nhà ní bông bông stock của biết cứ pram lít đó không thật á anh ấy cứ bông xóa chẳng mà xin ní cứ dương miền mà tự do xóa bằng pẹ chấm muốiហើយប្រភេទដែលវា stock វត្ថុធាតុដើមគឺបូមផ្ទាល់ពីធុងណាចឹងបងប្អូនមានធុងធំប៉ុណ្ណាយើងបាច់ចង់និយាយយើងបាច់ refill វាច្រើនដងណាយើងមានធុងធំយើងញាត់ទៅយកចូលទៅដល់ក្រោមហ្នឹងទៅវាបូមមកណាហើយវាបូមមកទៅវាបញ្ចេញមកក្បាលច្រកនេះចឹងឥឡូវលើនេះវាមានប្រភេទ auto ហើយនិង manual ចឹងបើសិនជាបងប្អូនប្រើ manual មានតែយើងចុចដៃមួយចឹងពេលបងប្អូននេះគឺឡើងយើងសេរីក្រិតដែលយើងត្រូវច្រកចូលក្នុងដបរបស់យើងចឹងឧទាហរណ៍ថាមិញនេះគឺយើងដាក់ប៉ុណ្ណេះយើងអាចច្រកបានប្រហែលជា350 ml ចឹងយើងមើលសាកមើលចឹងយើងសាកមើលដបរបស់យើងឧទាហរណ៍ដែលបងប្អូនចង់ដាក់ពេញមួយដបប៉ុណ្ណឹងយើងអាចសេរីក្រិតខិតមកមុខថាត្រឹមប្រវែងណាគឺយើងច្រកបានពេញមួយដបប៉ុន្តែបើសិនជាបងប្អូនចង់ច្រកកណ្ដុង5លីត្រដល់យើងសេរីមកដល់ចុងនេះចឹងឥឡូវខ្ញុំសាកសេរី1លីត្រមែន1លីត្រយើងត្រូវខិតវាមកមុខទៀតណាព្រោះមិញត្រឹមនេះគឺ350អញ្ចឹង1លីត្រអាចមហាមកដល់នេះយើងសាកមើលសិនអញ្ចឹងម៉ាស៊ីននេះគឺអត់ប្រើលេខថា1000ឬក៏500អីទេគឺយើងប្រើក្រិតនេះជាសញ្ញាអញ្ចឹងឥឡូវយើងសាកអានេះប្រហែលជាលេខ10យើងសាកមើលតើវាបានប៉ុណ្ណាណាដបនេះដប1លីត្រកន្លះអញ្ចឹងអានេះប្រាក់ផែ1លីត្រអញ្ចឹងឥឡូវយើងនឹងធ្វើការសាកល្បងតើម៉ាស៊ីននេះវាអាចច្រកលឿនបានកម្រិតណាណាអញ្ចឹងម៉ាស៊ីនធំអញ្ចឹងវាច្រក1លីត្រវាលឿនជាម៉ាស៊ីនតូចបងប្អូនឃើញវីដេអូមួយទៀតយើងច្រកម៉ាស៊ីនដែលមានចំណុះត្រឹម1លីត្រអញ្ចឹងរយៈពេលច្រកវារហូតដល់8វិនាទីតែម៉ាស៊ីនធំយើងច្រក1លីត្រតែ5វិនាទីថា6វិនាទីចុះអញ្ចឹងឥឡូវនឹងយើងនឹងធ្វើការសាកមួយទៀតសាកចំណុះ5លីត្រតើម៉ាស៊ីននេះវាច្រកបានលឿនប៉ុណ្ណាណាអញ្ចឹងឥឡូវយើងសេរីមកដល់ចិត្តចុងក្រោយនេះមានន័យធំបំផុតណាមានន័យម៉ាស៊ីនធំបំផុតគឺវាច្រកបាន5លីត្រឥឡូវយើងសាកមើលតើការច្រក5លីត្រវាត្រូវប្រើពេលប្រហែលណាចឹងបងប្អូនឃើញយើងច្រកកណ្ដុង5លីត្រចំណុះ5លីត្រកណ្ដុងនេះ5លីត្រយើងប្រើពេល17វិនាទីចឹងមានន័យថាក្នុង1នាទីយើងអាចច្រកបាន3ដបចឹង1ម៉ោងបងប្អូនអាចច្រកបានជាង200ដបចឹងសម្រាប់បងប្អូនដែលធ្វើអាជីវកម្មមួយថ្ងៃផលិតសាប៊ូត្រឹម1000កណ្ដុងអីយើងអាចប្រើម៉ាស៊ីននេះបានណាម៉ាស៊ីននេះអាចជួយបងប្អូនបានត្រឹម1000កណ្ដុងណាចឹងបងប្អូនដែលធ្វើការច្រកសាប៊ូលាងចានសាប៊ូដុសខ្លួនឬក៏ជីកសិកម្មប្រភេទទឹកប្រភេទអីណាយើងអាចប្រើម៉ាស៊ីននេះបានដែលមានចំណុះរហូតដល់5លីត្រណាជួយបងប្អូនបានច្រកក្នុងមួយថ្ងៃអាចបាន1000កណ្ដុងទៅ1500ចឹងបងប្អូនខ្លះគាត់ច្រកត្រឹម4លីត្រទេអញ្ចឹងរយៈពេលវាអាចត្រឹម13វិនាទីអញ្ចឹងណាអញ្ចឹងបងប្អូនមានតម្រូវការក្នុងការច្រកណាយើងច្រកនេះគឺយើងក្រិតស្មើគ្នាកណ្ដុងមួយស្មើគ្នាណាអញ្ចឹងវាជួយបងប្អូនបានច្រើនបងប្អូនច្រកមួយថ្ងៃបានរាប់ពាន់កណ្ដុងវាជំនួសការងារមនុស្សបានច្រើនណាអញ្ចឹងបងប្អូនដែលមានតម្រូវការក្នុងការម៉ាស៊ីនច្រកវត្ថុរាវណារាវអានេះយើងខាប់ត្រឹមសាប៊ូដុសខ្លួនសាប៊ូលាងចានអីបានណាតែដល់ទឹកឃ្មុំអីប្រើម៉ាស៊ីននេះអត់ត្រូវទេណាអញ្ចឹងបងប្អូនមានតម្រូវការចាំតាក់ទងពេកដើម្បីព័ត៌មានបន្ថែមបានសូមអរគុណ